មជាតិបានបង្កើតឡើងនៅពិភពលោកមួយដ៏ស្រស់ត្រកាលប៉ុន្តែអ្នកធ្លាប់បានគិតទេថាប្រសិនបើអ្នកមិនអាចមើលឃើញដោយសារតែបញ្ហាភ្នែកឬភ្នែកមើលមិនច្បាស់តើពិភពលោកមួយនេះនឹងមានន័យបែបណាសម្រាប់អ្នកលោកវិជ្ជបណ្ឌិតឈរវៃហានវិជ្ជបណ្ឌិតឯកទេសផ្នែកនៃមន្ទីរពេទ្យសង្ហបុរី Mount Elizabeth លើកឡើងថាបច្ចុប្បន្នបញ្ហាភ្នែកកំពុងកើតមានជាសកលហើយក្នុងនោះមានជំងឺភ្នែកពីរប្រភេទដែលតែងតែកើតមានលើមនុស្សទូទៅរួមទាំងប្រជាជនកម្ពុជាផងដែរទី1គឺជំងឺភ្នែកឡើងបាយឬហៅថា cataract និងទី2គឺជំងឺទឹកដក់ក្នុងភ្នែកឬហៅថា glaucoma បើតាមវិជ្ជបណ្ឌិតជំនាញជំងឺទាំងពីរប្រភេទនេះសុទ្ធតែអាចធ្វើឲ្យអ្នកជំងឺឈានទៅរកការពិការភ្នែកប្រសិនបើពួកគេពុំទទួលបានការព្យាបាលត្រឹមត្រូវនិងទាន់ពេលវេលា So cataract is a condition where the natural lens inside the eye ជាទូទៅជំងឺ cataract ហ្នឹងគឺកើតឡើងទៅតាមអាយុរបស់អ្នកជំងឺមានន័យថាយើងវ័យកាន់តែចាស់យើងកាន់តែមានឱកាសនៅក្នុងការទទួលយកនៅជំងឺ cataract មានជំងឺឡើងបាយក្នុងភ្នែកនឹងឯងហើយជំងឺឡើងបាយក្នុងភ្នែកហ្នឹងបើយើងប្រៀបទៅដូចជាសក់ស្កូវរបស់មនុស្សយើងអញ្ចឹងមានន័យថាយើងកាន់តែចាស់សក់យើងនឹងប្រែទៅជាសដោយអត់មានអីណាមកហាមឃាត់យើងបានទេអញ្ចឹងទៅជំងឺ cataract ជំងឺឡើងបាយក្នុងភ្នែកហ្នឹងគឺជាប្រភេទជំងឺម្យ៉ាងនៅពេលដែលអ្នកជំងឺគាត់មានបញ្ហាហ្នឹងហើយភ្នែករបស់គាត់ហ្នឹងគឺតែងតែឡើងសពពឹកដូចជាពពកអញ្ចឹងហើយមួយទៀតអ្នកជំងឺអាចនឹងចាប់ផ្ដើមមានអាការៈរោគសញ្ញាដូចជាព្រិលស្វាំងដែលមិនអាចមើលឃើញហើយបើសិនជាយើងក៏លេចមកមើលជំងឺទឹកដក់ក្នុងភ្នែកវិញជំងឺទឹកដក់ក្នុងភ្នែកគឺជាជំងឺភ្នែកដែលធ្វើជាប់ចំណាត់ថ្នាក់លេខ2ដែលឲ្យអ្នកជំងឺនឹងគាត់បាត់បង់របបគំហើញឬក៏យើងប្រើពាក្យថាខ្វាក់នឹងឯងប៉ុន្តែបើយើងប្រៀបធៀបទៅលើជំងឺភ្នែកដែលចង់និយាយថាពេលដែលយើងឈឺហើយយើងអាចត្រឡប់វិលមកឃើញវិញណាគឺលុយកុមារគឺជាប់ចំណាត់ថ្នាក់លេខ1មានន័យថា irreversible គឺវាអាចត្រឡប់មកឲ្យយើងមើលឃើញវិញទេហើយជាទូទៅជំងឺ glaucoma ហ្នឹងគឺជាប្រភេទជំងឺដែលវាប៉ះពាល់ទៅលើប្រព័ន្ធសរសៃប្រសាទដែលបញ្ជាទៅការមើលរបស់ភ្នែកមនុស្សយើងហើយវាអាចឲ្យអ្នកជំងឺចាប់ផ្ដើមមានអាការៈក្នុងការព្រិលស្វាំងមើលឃើញដូចគ្នាហើយតម្រូវឲ្យអ្នកជំងឺនឹងធ្វើការ check សុខភាពភ្នែករបស់គាត់ឲ្យបានទៀងទាត់អញ្ចឹង glaucoma ហ្នឹងគឺជាប្រភេទជំងឺភ្នែកម្យ៉ាងបើប្រៀបធៀបទៅដូចជាជំងឺមហារីកដែរពីព្រោះថាជាទូទៅនៅពេលណាដែលយើងដឹងពីជំងឺទឹកដក់ក្នុងភ្នែកដឹងហើយអ្នកជំងឺគឺស្ថិតនៅក្នុងដំណាក់កាលយឺតពេលរួចទៅហើយទោះជាយ៉ាងណាបច្ចុប្បន្នបច្ចេកវិទ្យាកាន់តែទំនើបពីមួយថ្ងៃទៅមួយថ្ងៃធ្វើឲ្យការព្យាបាលជំងឺភ្នែកកាន់តែមានប្រសិទ្ធភាពខ្ពស់និងចំណាយពេលវេលាតិចជាងមុនលោកវិជ្ជបណ្ឌិតឈរវៃហានអះអាងថាការព្យាបាលជំងឺភ្នែកឡើងបាយគេអាចប្រើប្រាស់វិធីសាស្ត្រវះកាត់ដោយចំណាយពេលប្រហែលតែ10ទៅ15នាទីប៉ុណ្ណោះតាមវិធីសាស្ត្រនេះគេអាចដាក់កញ្ចក់ឡេនចូលទៅក្នុងភ្នែកតែម្ដងដោយពុំចាំបាច់ឲ្យអ្នកជំងឺពាក់វ៉ែនតាជំនួយឲ្យមើលឃើញច្បាស់នោះឡើយដោយឡែកសម្រាប់ការព្យាបាលជំងឺដក់ក្នុងភ្នែកវិញមានចែកចេញជា4របៀបដូចជាប្រើប្រាស់ថ្នាំបន្តក់ភ្នែកប្រើប្រាស់ការបាញ់ laser SLT ការវះកាត់ខ្នាតតូច macro surgery និងការវះកាត់តាមស្តង់ដារ glaucoma ជាដើមSo I divide glaucoma treatment into 4 major groups ការព្យាបាលមាន4ជម្រើសអញ្ចឹងការព្យាបាលជម្រើសទី1គឺការប្រើប្រាស់ទឹកបន្តក់ភ្នែកមានថ្នាំបន្តក់ភ្នែកដើម្បីបន្ថយសម្ពាធរបស់ជំងឺទឹកដក់ក្នុងភ្នែកចំពោះការព្យាបាលទី2គឺជាការប្រើប្រាស់ laser SLT ក៏នៅក្នុងគោលបំណងដើម្បីបន្ថយសម្ពាធរបស់ជំងឺទឹកដក់ក្នុងភ្នែកបានដូចគ្នាបើក្នុងករណីទី3ចំពោះអ្នកជំងឺមួយចំនួនដែលគាត់មិនអាចទទួលយកការព្យាបាលតាមរយៈការធ្វើlaser ASLT ឬក៏គាត់មិនអាចបន្តក់ភ្នែកទៅនៅតែសម្ពាធទឹកដក់នៅក្នុងភ្នែករបស់គាត់អត់បានជោគជ័យយើងអាចពិចារណាទៅលើការធ្វើ micro surgery ដែលជាការវះកាត់ដាក់ stent ចូលទៅក្នុងភ្នែកដើម្បីបន្ថយនៅសម្ពាធនៃទឹកដក់ក្នុងភ្នែកបានគាត់បានដូចគ្នាចំពោះដំណាក់កាលទី4បើសិនជាអ្នកជំងឺនៅតែមិនបានជោគជ័យទាំង3ប្រភេទនេះហើយយើងអាចនឹងចាប់ផ្ដើមធ្វើការវះកាត់តាមរយៈ standard glaucoma ទៅលើអ្នកជំងឺបើតាមវិជ្ជបណ្ឌិតឯកទេសផ្នែកពីសង្ហបុរីរូបនេះការព្យាបាលផ្នែកមញោបចិត្តមញោបឆ្ងាយនិង astigmatism កើតឡើងពេលកែផ្នែកខាងមុខនិងផ្នែកខាងក្រោយមិនមានសន្តានមូលល្អក៏ត្រូវបានធ្វើឡើងតាមរយៈវិធី3ផ្សេងទៀតដែរដែលជាបច្ចេកវិទ្យាថ្មីនិងមានការពេញនិយមប្រើនៅទូទាំងសកលលោករួមមានការព្យាបាលបែប LASIK SMILE និង ICL បើតាមលោកវិជ្ជបណ្ឌិតឈរវៃហានចំពោះអ្នកជំងឺដែលមានបញ្ហាភ្នែកត្រូវស្វែងរកការប្រឹក្សាយោបល់ពីវិជ្ជបណ្ឌិតជំនាញមុននឹងសម្រេចចិត្តធ្វើការព្យាបាលទៅតាមវិធីសាស្ត្រណាមួយ
លោកវិជ្ជបណ្ឌិតបន្ថែមថាសម្រាប់ការព្យាបាលជំងឺភ្នែកនៅមន្ទីរពេទ្យសង្ហបុរី Mount Elizabeth គឺមានការទទួលស្គាល់យ៉ាងទូលំទូលាយនិងមានកេរ្តិ៍ឈ្មោះល្បីនៅតំបន់អាស៊ីអាគ្នេយ៍ព្រោះថាមន្ទីរពេទ្យមួយនេះមានបំពាក់នូវឧបករណ៍វេជ្ជសាស្ត្រទំនើបពិសេសក្រុមវិជ្ជបណ្ឌិតត្រូវបានបំពាក់បំពន់ជំនាញយ៉ាងយកចិត្តទុកដាក់ទាក់ទងនឹងការប្រើប្រាស់នៃឧបករណ៍បច្ចេកវិទ្យាទាំងអស់នោះ